บសួរបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ខ្ញុំក្លារ៉ាដូតស្រីឡៃជាអ្នកបួសនៅក្នុងក្រុមគ្រួសារបងស្រីស្រឡាញ់ព្រះយេស៊ូវដែលបូជាព្រះជន្មនៅលើឈើឆ្កាងក្នុងភូមិភាគកំពង់ចាមសប្តាហ៍ថ្ងៃនេះកំពុងតែបន្តបំពេញបេសកកម្មនៅក្នុងព្រះសហគមន៍ខេត្តរតនគិរីនៅក្នុងសារលិខិតរបស់សម្ដេចប៉ាហ្វ្រង់ស៊ីស្កូសម្រាប់ថ្ងៃបេសកកម្មនៃការប្រកាសដំណឹងល្អក្នុងពិភពលោកឆ្នាំ2025នេះមាន3ចំណុចធំៗនាងខ្ញុំសូមចែកមួយចំណុចគឺព្រះយេស៊ូវជាស្នូលនៃសេចក្តីសង្ឃឹមរបស់យើងនៅក្នុងចំណុចនេះមាន4ចំណុចតូចៗទី1គឺព្រះយេស៊ូវជាស្នូលនៃបេសកកម្មរបស់ព្រះបិតាហើយអំណរនោះគឺជាដំណឹងល្អដែលព្រះសហគមន៍ទូទាំងសកលលោកនិងគ្រីស្ទបរិស័ទត្រូវតែប្រកាសចំណុចទី2ការចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូវបេសកកម្មរបស់ព្រះអង្គការរងទុក្ខលំបាកនិងការសោយទីវង្គតនៅលើឈើឆ្កាងព្រមទាំងការរស់ឡើងវិញរបស់ព្រះគ្រីស្ទជាគន្លងដែលនាំឲ្យយើងនិងពិភពលោកមានសេចក្តីសង្ឃឹមចំណុចទី3ព្រះយេស៊ូវបានទៅរកជនក្រីក្រអ្នកកំសត់ទុរគតអ្នកអស់សង្ឃឹមជាពិសេសគឺអ្នកដែលសង្គមបោះបង់ចោលហេតុនេះព្រះសហគមន៍ត្រូវតែអនុវត្តតាមគំរូនេះចំណុចទី4ការអនុវត្តតាមគំរូនេះមិនត្រឹមតែអនុវត្តតាមពាក្យសម្ដីប៉ុណ្ណោះទេគឺត្រូវរស់នៅជាមួយគ្នាយ៉ាងស៊ីជម្រៅអំពីវត្តមានរបស់ព្រះយេស៊ូវដោយបង្ហាញសេចក្តីស្រឡាញ់យ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់និងជាមួយបងប្អូនឯទៀតដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់សរុបសេចក្តីមកបេសកកម្មរបស់ព្រះអង្គនិងបេសកកម្មរបស់យើងដែលជាបូជាចារ្យជាអ្នកបួសស្រីអ្នកបួសប្រុសជាឧបថៈជាក្រហមនិងជាគ្រីស្ទបរិស័ទហូរចេញមកពីការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ហេតុនេះហើយព្រះសហគមន៍ដែលកំពុងតែធ្វើដំណើរនៅក្នុងពិភពលោកនេះគឺត្រូវតែអនុវត្តតាមសេចក្តីនេះមិនត្រឹមតែទ្រឹស្ដីប៉ុណ្ណោះទេគឺត្រូវប្រព្រឹត្តតាមគំរូរបស់ព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងហើយព្រះអង្គក៏ជាទីសង្ឃឹមរបស់យើងយ៉ាងពិតប្រាកដនៅក្នុងពិភពលោកនេះចាជាចុងក្រោយខ្ញុំសូមជូនពរឲ្យលោកឪពុកបងប្រុសបងស្រីកំពុងតែបន្តបំពេញបេសកកម្មទាំងក្នុងនិងក្រៅប្រទេសបានទទួលព្រះពរយ៉ាងពេញលក្ខណៈពីព្រះជាម្ចាស់សូមអរគុណសូមជម្រាបលា